ជំរាបសួរអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំពងរៀបចំចេញទៅផ្សារដើម្បីរកទិញស៊ីមហើយកន្លែងនេះគឺដោយសារស៊ីមខ្លះគឺអ៊ីនធឺណិតដើរ slow ដើរយឺតមែនតើចឹងហើយបើយើងអត់មានរកស៊ីមទេគឺដំណើរការអ៊ីនធឺណិតវិញគឺ slow មែនតើចឹងតោះអ្នកគ្នាទៅមើលដំណើរការនៃការថតរបស់ខ្ញុំដើម្បីទៅរកទិញស៊ីមនេះគឺការចេញទៅតាមផ្លូវមកជិះទៅដល់ទៅផ្សារពេលទីស៊ីមចឹងយើងអាចមើលលេខបានយើងពងទៅហើយស៊ីងរបស់វាពុតពុតយើងឈប់រើសមួរបស់យើងមកវិញជ្រុះតាមផ្លូវដោយសារខ្យល់ហើយផងការជិះម៉ូតូគឺអញ្ចឹងឯងយើងជិះទៅជ្រុះមួជាដើមយ៉ាចង់សំដែងទេណានេះជ្រុះ
sập đấy chụp xa đây chơi trôi nè cái này khi mà nắng chỗ tinh sim sẵn អូអ្នកនរហើយនេះកន្លែងនេះគឺយើងជីដល់ចដល់ផ្សារហើយតែដោយសារការឃ្លានដែរហ្នឹងយើងដូច្នេះយើងក៏បបួលគ្នាចូលហូបបបរលេងសិនចឹងណាតោះអ្នកគ្នាទៅហូបបបរជាមួយគ្នាចឹង cho mà hồ bò đấy nhỉ kia ok nào kia này dương màហើយបន្ទាប់ពីកន្លែងដែលយើងហូបបបរហើយគឺយើងរកគ្នាជីដើរកាត់ជុំវិញផ្សារជីមើលផ្សារជុំវិញអញ្ចឹងណា bao nhiêu này kia ហើយ bọc គឺ vô ឆ្លៀតថតនៅជុំវិញផ្សារហ្នឹងឲ្យអ្នកទាំងអស់គ្នាមើលលេងទៅតោះទៅកំសាន្តទាំងអស់គ្នា này mình cái hàng xoay xoay lượt ở hai còn không xài gì trong cái trong trong cái
បន្ទាប់ពីយើងជិះជុំវិញផ្សារក្នុងផ្សារអីយើងដើរមើលសពគ្រប់ហើយក៏យើង តាម ឆ្លៀ ទៅ ត លំលេង ចេញពីផ្សារហ្នឹងតម្រង់ទៅទីលំនៅឋានរបស់យើងវិញហើយកំឡុងពេលនោះដែរយើងក៏ធាឆ្លៀតថតតាមផ្លូវនៅទេសភាពតាមដងផ្លូវផ្សេងៗនៃព្រៃព្រឹក្សាអញ្ចឹងតោះអ្នកទាំងអស់គ្នាទៅមើលលេងទាំងអស់គ្នា ចង់ជិះតាមនឹងកថតតាក់លេងណាហើយយើងទៅមើលទេសភាពតាមតំបន់តាក់ទីទុកពីបុរាណមកណាថតចឹងតែបើសិនទៅក្នុងវីដេអូតែថាថតណាយើងមកពីបបរហើយយើងជិះមើលទេសភាពស្រស់ស្រាយនេះផ្លូវទៅរៀនរបស់អេមឃើញណាផ្លូវទៅសាលារៀនផ្លូវផ្នែកហ្នឹងណាណាអូយអូយដល់ហើយយើងដល់ដល់ទឹកក្នុងតែថាတော့មានភ្នំហាត់ប្រាណរត់លេងកំសាន្តទៅហ្នឹងហើយព្រោះយើងជិះទៅដល់កន្លែងទំនប់ស្រះឈូកនេះក៏យើងឆ្លៀតចុះថតលេងអញ្ចឹងណាចុះមើលលេងកំសាន្តពេលតិចអញ្ចឹងទៅដើម្បីកំសាន្តអារម្មណ៍លេងអញ្ចឹងណាតោះឥឡូវយើងទៅមើលទាំងអស់គ្នា អព្យាស្រ័យផងដល់អ្នកគ្នាដែលសារកន្លែងនេះតែគេមិនចោះលេងទៅវាដូចជាត្រូវអាកាសធាតុនៅកន្លែងហ្នឹងទៅក៏ឆ្លៀតក្អកផ្ដាសាយបដ ហើយការនិយាយហ្នឹងក៏បងអត់ផ្ដាសាយនេះដូចជាប់តាំងពីដល់មក ទេសភាពគេមានកន្លែងគេធ្វើរមណីយដ្ឋានមកអត់មានខ្លាចបន្ទាប់ពីការចោះលេងនៅបឹងឈុក
นบชุกនេះទៅក៏យើងឆ្លៀតធ្វើដំណើរតទៅទៀតទៅដល់និយាយថាទៅផ្ទះយើងវិញណាយើងមកលេងយូរដែរហើយអញ្ចឹងហើយយើងក៏ធ្វើដំណើរតាមផ្លូវហើយឆ្លៀតថតតាមផ្លូវតទៀត បែបយើងអត់ដាច់ថតដាច់ថត ព្រៃលេងហ្នឹងឯងផ្លូវព្រៃមានអីទេយើងងាកមើលបន្តទៅទៀតហ្នឹងគឺมันមានអ្វីច្រើនទេគ្រាន់តែជាការថតតាមផ្លូវបង្ហាញតាមផ្លូវមានរុក្ខជាតិមានអីគឺសម្ងាត់ទៅណាហើយតាមតំបន់ផ្លូវលំវាមានផ្លូវកលុកកលៈមានផុកមានអីចឹងទៅឬក៏មានសត្វគោសត្វក្បីតាមផ្លូវចឹងណាយើងថតជាថតលេងចឹងណាតើនឹងយើងទៅតាមតារបស់គ្នាតើយើងនឹងឃើញទស្សនវិជ្ជាអ្វីប្លែកទៀតអត់ មកដល់កន្លែងនេះគឺយើងឃើញមានក្មេងមើលគោអញ្ចឹងណាហើយនឹងគោមួយវងតាមផ្លូវអញ្ចឹងទៅហើយយើងក៏ឆ្លៀតចាំរៀបសួរគោ
សួរគោទៀតមិនគោនឹងអស់ចាងអញ្ចឹងតោះយើងបន្តទៅទៀត ហើយនេះគឺជាចុងបញ្ចប់នៃវីដេអូហើយចឹងក៏សូមអរគុណអ្នកនរគ្នាបានទស្សនាហើយនិងសូមជម្រាបលាអរគុណអ្នកគ្នាសុខសប្បាយរីករាយទាំងអស់គ្នា